សួស្តីបងប្អូនអរគ្នាអញ្ចឹងយើងមកដឹងអំពី basic Linux ខ្លះដើម្បីអាចយើងប្រើប្រាស់ Linux បានគឺយើងត្រូវចេះជាមួយនឹង basic វាបើយើងអត់យល់ដឹងពី basic វាទេគឺយើងពិបាកប្រើជាមួយនឹង Linux អញ្ចឹងណាអញ្ចឹងខ្ញុំបង្ហាញ basic ខ្លះតាមពិតវាមានច្រើនណា command វាទៅតោះយើងបើក terminal របស់យើងមកខ្ញុំដាក់កន្លែងនេះចុះអូខេឥឡូវខ្ញុំចាប់ផ្ដើមពី PW មុន PW ហ្នឹងគឺជាអ្វី PW ហ្នឹងមានន័យថាយើងកំពុងតែស្ថិតនៅលើទីតាំងមួយណាឬក៏ឈរនៅលើទីតាំងណាអញ្ចឹងយើងដាក់មក PWD ខ្ញុំកំពុងតែឈរនៅលើទីតាំង home ហើយរងសេននេះទីតាំងខ្ញុំកំពុងតែឈរអញ្ចឹងឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាប្រើជាមួយនឹង CD ដែលចង់ចូលទៅកាន់folder មួយណាឬក៏ទៅកាន់ file ណាហ្នឹងអ្នកទាំងអស់គ្នាវាយពាក្យជាមួយនឹង CD ឧទាហរណ៍ថាខ្ញុំចង់ចូលទៅកាន់ download បែបនេះខ្ញុំ enter ឥឡូវយើងវាយ PWD ទៅតែយើងកំពុងស្ថិតនៅលើណានេះខ្ញុំកំពុងទៅឈរនៅលើ download នេះ PWD ហ្នឹងគឺមានន័យអញ្ចឹងខ្ញុំសុំ clear សិនមួយទៀតគឺ WhoAmI ហ្នឹងគឺ checking ជាមួយនឹងនិយាយទៅគឺ WhoAmI ហ្នឹងគឺយើងចង់ដឹងថា user ហ្នឹងជាពីណាគេខ្ញុំវាយមក WhoAmI នេះ user ហ្នឹងគឺឈ្មោះ Rongsen user ដែលកំពុងតែប្រើហ្នឹងហើយCD នេះគឺមិនខ្ញុំបាននិយាយគឺវាយើងចង់ចូលទៅកាន់ណាអញ្ចឹងឧទាហរណ៍ desktop អូខេនេះវាអាចចូលបានដោយសារតែdesktop អូខេចំពោះអាកន្លែង move up level អីនេះគឺអាកន្លែងហ្នឹងគឺយើង back មកវិញឧទាហរណ៍ថាខ្ញុំកំពុងតែស្ថិតនៅលើ desktop ខ្ញុំចង់ back មកវិញអញ្ចឹងវាយពាក្យថា CD ចុច2ហើយ enter គឺវា back ចេញពី desktop មកវិញឯងខ្ញុំបើសិនបើអ្នកទាំងអស់គ្នាចង់ back ម្ដងពី level ចង់មានន័យថាថយម្ដងពីរអ្នកទាំងអស់គ្នាគាត់នៅវាយ CD ហើយចុចហើយ slash បែបនេះហើយចុចទៀតមកបើអ្នកទាំងអស់គ្នាចង់ back 3អ្នកទាំងអស់គ្នាដក slash ហើយចុចបែបនេះមួយទៀតគឺវា back ទៅម្ដង3អញ្ចឹងណាអូខេហើយជាមួយនឹង LS គឺយើងចង់មើលថាតើនៅក្នុង folder ហ្នឹងមានឯកសារគេខ្លះឧទាហរណ៍ថានៅក្នុង download របស់ខ្ញុំចូលមកក្នុង download ហើយខ្ញុំវាយពាក្យ download ហើយខ្ញុំវាយ LS គឺនៅក្នុង download របស់ខ្ញុំគឺខ្ញុំមានប៉ុណ្ណេះ LS ហ្នឹងណាគឺដើម្បីមើល file ឬក៏ឯកសារផ្សេងៗហ្នឹងនៅក្នុងយើងប្រើជាមួយនឹង command LS ហើយ ls.l គឺវា detail ដល់ពេលls.la នេះគឺវាសូជាមួយនឹង file ណាដែលវា hidden ដូចជាឥឡូវយើងវាយជាមួយនឹង ls.ls អូខេអា file នេះគឺ file វា detail មួយទៀតណាls.ls ហ្នឹងគឺវា detail ចាំន័យថាគឺវាលម្អិតអាហ្នឹងគឺវាលម្អិតជាងយើងវាយ ls បើវាយ ls គឺវាចេញមកតែប៉ុណ្ណេះទេហើយls.la នេះគឺវាសូជាមួយនឹង file ណាដែលវាបានលាក់អញ្ចឹងគឺវាសូមកទាំងអស់យើងវាយ ls.la ណាគឺវាសូបានទាំងអស់ file ចឹងអានឹងតាមតម្រូវការយើងទេយើងចង់ប្រើមិនក៏បានដែរ